ថ្ងៃនេះទៅតែតនេចឹងហើយមកកាត់ vlog ខ្លះៗនៅក្នុងកម្មវិធីបង្កក់អូនសីមារីឯខាងស្រាខាងភេសជ្ជៈនោះក៏បានដឹកមកដល់រៀបចំហើយផងដែរនេះគឺថាឃើញទាំងជូចឹងណាហើយលុះវេលាយមមកដល់ហ្នឹងគឺថាមានក្មេងខ្មាំងមករើសកំប៉ុងប្រងព្រាតដែរហាមិនក្មេងខ្មាំងផងពូរបស់អូនសីមាសោះហ្នឹងបងប្អូននេះគឺពូវីរបស់អូនសីមាទេដោយសារតែកំប៉ុងឡើងថ្លៃឡើងមកគីឡូជិត 10000 អញ្ចឹងហើយគាត់មិនអាចបង្អង់អង្គុយមើលកំប៉ុងបានទេអញ្ចឹងត្រូវតែរើសញ៉ាន់ការ៉ុងហើយលុះវេលាព្រឹកឡើងហ្នឹងគឺថាលោកអាចារ្យក៏ដូចជាតារបស់អូនសីមាយាយរបស់អូនសីមាហ្នឹងកំពុងតែធ្វើការជ្រោយទឹកជ្រោយភេសជ្ជៈជ្រោយទឹកសុទ្ធអីចឹងណារីឯអូនសីមាវិញគឺថាខ្វល់ទេអ្នកណាជ្រោយអីជ្រោយទៅកុំតែជ្រោយប៉ះអូនសីមាទៅបានហើយហ៊ានតែជ្រោយប៉ះអូនសីមាហ្នឹងគឺថារោរឿងផ្អើលរោងអត់បានធ្វើកម្មវិធីតែឥឡូវហើយហ្នឹងហើយឥឡូវកំពុងតែលក់ស្រួលណាស់បងប្អូនអើយពីឯចាហេននិងចាយមករារបស់អូនសីមាហ្នឹងគឺថាអត់ខ្វល់ទេអ្នកណាធ្វើកម្មវិធីអីធ្វើទៅសំខាន់មកដល់ភ្លាមគឺរោនំបញ្ចុកហើយបាននំបញ្ចុកម្នាក់មួយចានណាឥឡូវមកចង់ដៃអូនសីមាសិនគឺថា1000ចង់2នាក់អញ្ចឹងហើយម្នាក់500បងប្អូនអើយអូច្រើនណាស់ហ្នឹងហើយអរគុណហ្នឹងហើយអូនសីមាអរគុណហើយហ្នឹងហើយចង់ច្រើនណាស់ជាអនាគតកាច្រើនមែនតើណាបងប្អូនប៉ុន្តែចង់ម្នាក់500ហ្នឹងហើយបែនំបញ្ចុកវិញម្នាក់2 3ចាននេះអស់ចូល3ចានហ្នឹងបងប្អូនចំណេញលើគោកត្មងហើយក្រោយពីចាហេតនឹងចាយមករាអស់នំបញ្ចុកម្នាក់2 3ចានហើយលោកអាចារ្យក៏ធ្វើកម្មវិធីបន្តទៀតគឺថាកម្មវិធីធ្វើបទនមស្ការថ្វាយបង្គំរតនត្រ័យក៏ដូចជាវេចង្ហាន់ព្រះសម្មាសម្ពុទ្ធហើយបន្ទាប់មកគឺយើងធ្វើការវេចង្ហាន់ព្រះសង្ឃបន្តទៀតវេចប់ហើយគឺថាយើងធ្វើការលើកចង្ហាន់ប្រគេនព្រះសង្ឃអញ្ចឹងណាបងប្អូនដោយសារយើងនិមន្តព្រះសង្ឃ5អង្គឆាន់នៅទីនឹងតែម្ដងមិនចាំបាច់មកយកទៅឆាន់នៅវត្តនៅអីទេអញ្ចឹងមុនឆាន់នៅនឹងមកចាប់នៅនឹងអីនៅនឹងអញ្ចឹងណាបងប្អូនហ្នឹងហើយតម្រាំតែប្រសងឆានជាប់ហ្នឹងគឺថាពេលរសៀលហ្នឹងក៏ចូលមកដល់ហើយពេលរសៀលចូលមកដល់ហ្នឹងគឺថាខាងផ្នែកបងចុងភៅបងរងហ្នឹងគឺថាធ្វើការរៀបចំតុកបដាអញ្ចឹងណាបងប្អូនពីព្រោះថ្ងៃជ្រេដែរហើយអញ្ចឹងរៀបចំចិត្តហើយបងប្អូននេះគឺថាយើងកំពុងតែរៀបចំដាក់ចានដាក់កែវអញ្ចឹងទៅនៅដាក់ភេសជ្ជៈនៅដាក់ស្រាដល់ពេលភ្ញៀវចូលមកដល់ហ្នឹងគឺថាយើងលើកមហូបលើកមហាជូនភ្ញៀវតែម្ដងប៉ុន្តែយ៉ាងណាក៏យើងមិនភ្លេចទៅដល់ចំហុយពេជ្រធំហ្វាហ្វាយ៉ាងដែរបងប្អូនបាទនេះគឺថាយើងជំនួសបង្អែមបាននៅក្នុងកម្មវិធីមង្គលការកម្មវិធីខូបណាតអីអញ្ចឹងមកអេហ្មងហ្នឹងហើយម្ដុំមាន10កែវអញ្ចឹងមកតុកមាន10អ្នកដែរអញ្ចឹងវាល្មមបងប្អូនណាយើងអាចជំនួសផ្អែមជំនួសអីបានអេមតែហ្មងហើយក្រៅមកទៀតនេះគឺថាប៉ាអូនសីមានេះរៀបខ្លួនហើយរៀបខ្លួនមុនម៉ាក់ដោយសារម៉ាក់រវល់អញ្ចឹងប៉ារៀបទទួលភ្ញៀវមុនហ្នឹងហើយរៀបខ្លួនមិនតាន់បានប្រមាណផងគឺថាចិត្តដល់ម៉ោងភ្ញៀវចូលហើយអញ្ចឹងយើងរងចាំតែបន្តិចទៀតហ្នឹងគឺថាភ្ញៀវគាត់ចូលមកដល់ហើយហ្នឹងហើយប៉ុន្តែយ៉ាងណាខ្ញុំបញ្ជាក់បន្តិចទៀតគឺថាក្នុងកម្មវិធីនេះមានការឧបត្ថម្ភទៅដល់មានការឧបត្ថម្ភដល់ចំហុយពេជ្រធំហ្វាហ្វាហ្នឹងហើយចំហុយពេជ្រធំហ្វាហ្វាយើងគឺថាតែខ្លះសេតិចក៏ឆ្ងាញ់បើកកវិញរឹតតែឆ្ងាញ់ហើយក្រៅមកទៀតគឺថាបានមកដល់ហើយភ្ញៀវយើងគឺថាភ្ញៀវខាងក្រុមឈុនសិលាហ្នឹងហើយបានមកដល់ហើយមកតែប្រុសទេបងប្អូនដោយសារស្រីគាត់ថាពិបាកមកពេលយប់អញ្ចឹងទៅអញ្ជើញបានតែប្រុសទេអញ្ចឹងហ្នឹងហើយគាត់មកជុំគ្នាតែម្ដងនេះគឺថាយើងម៉ោងប្រហែលជា7ហើយបងប្អូនភ្ញៀវយើងក៏ចូលជាបន្តរហូតដល់ពេញតុកអញ្ចឹងណាហើយនេះគឺជាតុករបស់ក្រុមឈុនសិលាហ្នឹងហើយបងប្អូនវីដេអូ vlog របស់កម្មវិធីអូនសីមាមានតែប៉ុណ្្នឹងទេអរគុណតោះទស្សនាវីដេអូខាងចុងបន្តិច